hàng cặp bột nữ bay luôn cặp bùng cham hay nơi sầm lốt khai bắt được bò đọc về là nít như bàn này mà đọc khai bùng mắm sọc mình một nít còn miền đạm đọc terrain trở đài bà đài nó đẹp ôn màu không rồi đời nít terrain bên nơi chơi bà bờ sân chơi màu nơi đời khai pram rồi khai bờ muối terrain tôm hay terrain nít tôm ngang lõ nè đời xa ta dương thôi ta tam phải chạy cái tê từ nơi chạy tê chuyên lươn chạy cái tê thâm mây để thưa ở terrain nó tôm màu lõ sạch lõ hay là muốt ngang mình tranh cái lạnh đợt tây đi cha spa ya bong vậy tới nhau mau là khai tích bờ sân chỉ mau trong khai usapi mê thôn ấy ở năng bán phụ terrain này hai bên vậy pi terrain này vẫn khơi miên tầm rong rụp riêng lõ nè vậy chắc terrain năng pui terrain ấy kia đai bong bản chắc ôn xạ tươi xạ mơ thà terrain nó chia terrain ấy đái chứ pui terrain là vậy đái bao nhiêu pi pui play terrain nhom top squat miên để chia terrain đồn ta terrain áo khác terrain mắn thòng bạn ăn mình trâu tê này pui ri bờ môi giống ri bờ môi nâng mắn thòng nâng việc pui mơ tấp hạ phai cái này còn ta ri bờ môi việc ăn nâng tôm môn mắn thòng ri bờ môi đây là top lư bongรูปเรียกเสียงมันทองได้ปันท้ายชมูรีปมวยវិញបាទរី6វាខុសពីម៉ាន់ថងរី6ផ្សេងគឺម៉ាន់ថងផ្សេងបើសិនជាអ្នកដាំតារ៉េនដូចគ្នាគឺគេមើលស្គាល់ព្រោះរី6វាមានលក្ខណៈស្រួចម៉ាន់ថងអត់សូវស្រួចចឹងទេផ្លែប៉ុន្តែលក្ខណៈពិសេសរបស់រី6គឺវាទុំមុនម៉ាន់ថងបាទវាទុំមុនម៉ាន់ថងវាទុំដូចមុនរដូវចឹងអញ្ចឹងវាអាចនឹងសនុកលក់ទីផ្សារសម្បូរជាងម៉ាន់ថងដល់ម៉ាន់ថងដល់ច្រើនគ្នាពេកអញ្ចឹងបានជាកសិករតំបន់នេះគាត់មានយករី6នឹងមកដាំរី6ជាលើកទី1សម្រាប់ខ្ញុំដែលបានលឺហើយបានមកឃើញរូបរាងផ្ទាល់តែនិយាយទៅល្អដែរនៅពេលដែលយើងអាចប្រមូលផលត្រេនបានមុនគេហើយនៅពេលដែលទីផ្សារអត់ទាន់មានអញ្ចឹងយើងអាចលក់បានលុយមុនគេដូចគ្នានិយាយអញ្ចឹងបងរសជាតិរី6នោះរសជាតិគេមិនដែរបាទរសជាតិរី6មួយយ៉ាងម្នាក់ជាមួយម៉ាន់ថងបើអ្នកដែលចូលចិត្តញ៉ាំម៉ាន់ថងរៀងច្រប់គេញ៉ាំម៉ាន់ថងតែរី6សាច់វាទន់ជាងបន្តិចបាទរសជាតិវារៀងទន់ជាងបន្តិចហើយវាទុំមុនចាបងពណ៌អីមិនដែរស្តៀងម៉ាន់ថងដែរហ៎ពណ៌ស្តៀងគ្នាអញ្ចឹងមករណីការដាំដុះដំណាំត្រេនដូចជាមានអញ្ចឹងមានកាលណាឲ្យផលមុនគេលក់បានថ្លៃអញ្ចឹងត្រេនដូចគ្នាអញ្ចឹងបាត់កសិករឥឡូវគាត់កំពុងតែសម្រុកក្នុងការដាំដុះអីគេពូជរី6និងពូជមូសាន់ឃីវាបានច្រើនដោយសារពូជទាំងអស់ហ្នឹងគឺឆាប់ឲ្យផលលឿនទៀតអញ្ចឹងលក់បានថ្លៃដោយសារតែផ្លែមុនរដូវប៉ុន្តែបើសិនជាយើងនេះដាំម៉ាន់ថងដែលបានពូជមកផ្លែមុនគេចឹងដែរក៏ល្អដែរលក់បានថ្លៃណាត្រេនអត់រើសដីទេអត់សូវរើសដីប៉ុន្តែវារើសម្ចាស់វិញបាទមិនចឹងបងដោយសារត្រេនត្រូវការថែទាំយ៉ាងយកចិត្តទុកដាក់មែនតើចាបងពាក់ព័ន្ធទៅនឹងត្រេនគឺអត់រើសដីទេបងប៉ុន្តែអាស្រ័យលើម្ចាស់មាននៅក្នុងហ្នឹង3ចំណុចធំដែរអាចនិយាយថាធ្វើឲ្យការដាំដុះយើងហ្នឹងរីកចម្រើនលូតលាស់ល្អទី1ពាក់ព័ន្ធទៅនឹងទីផ្សារទី2ពាក់ព័ន្ធទៅនឹងបច្ចេកទេសពាក់ព័ន្ធទៅនឹងប្រព័ន្ធស៊ីយ៉ូវិញគឺយើងបានរៀបហើយហើយដែលក្នុងមួយជួរហ្នឹងគឺមានចំនួន8ដើមបងដែលនៅក្នុងហ្នឹងគឺយើងរៀបប្រព័ន្ធស៊ីយ៉ូ8គុំដូចគ្នាបងមួយជួរកាត់តឹងចេះមាន8ហើយចុះបើសិនជាយើងរាប់បដោយចេះវិញមានច្រើនណានេះប៉ុន្តែមករណីខ្ញុំគិតដូចគ្នាគិតថាតរេននេះចង់ដាំមែនប៉ុន្តែត្រូវការចំណាយលុយច្រើនណាបងបាទចំណាយច្រើនមែនប៉ុន្តែជាដំណាំមួយដែលយើងចូលចិត្តនៅក្នុងការដាំដុះហើយណាមួយទៀតត្រេនត្រូវការរយៈពេល4ទៅ5ឆ្នាំនៅក្នុងកំឡុងពេលហ្នឹងយើងចំណាយពលកម្មមិនសូវជាច្រើនបានទេប៉ុន្តែដល់ពេលយើងបានផលវិញនៅក្នុងឆ្នាំទី5គឺទិន្នផលវាអាចមកសមរម្យល្មមដែលយើងអាចរួចថ្លៃដើមនៃការយើងចំណាយដាំដុះរយៈពេល5ឆ្នាំហើយទិន្នផលចាប់ពី1ឆ្នាំទៅ1ឆ្នាំគឺវាកើនឡើងរហូតអញ្ចឹងការដាំត្រេនគឺក្នុងរយៈពេលយូរអង្វែងគឺចំណេញច្រើនដូចគ្នាខ្ញុំគិតថាការសម្រេចចិត្តរបស់បងគឺល្អប៉ុន្តែសង្កេតឃើញថានៅតាមត្រេននីមួយៗមានស្មៅដុះច្រើនណាបងអញ្ចឹងអត់ខ្លាចស្មៅ CG ត្រេនទេបងយើងត្រូវដឹងថារដូវនេះជារដូវប្រាំងអញ្ចឹងទៅយើងអត់អាចជំនះស្មៅនឹងឲ្យអស់ពីគុំត្រេនបានទេព្រោះអីស្មៅវាជាដំណាំគម្របដីមួយដែលការពារការហួតទឹកពីគល់ត្រេនអញ្ចឹងបើសិនជាយើងជំនះគឺសីតុណ្ហភាពពីដីគឺឡើងគល់ត្រេនវាឆាប់ស្លោកស្លឹកត្រេនអញ្ចឹងយើងត្រូវការទុកស្មៅបែបនេះដើម្បីទៅជាស្មៅគម្របដីការពារឲ្យត្រេនយើងត្រជាក់បាទប៉ុន្តែក៏យើងអត់ទុកស្មៅនេះរហូតដែរព្រោះអីស្មៅក៏វាជាកត្តាបញ្ហាមួយដែរព្រោះអីអាចមានសត្វល្អិតអីហ្នឹងគឺវារស់នៅក្រោមស្មៅក៏អាចប៉ះពាល់ដល់ត្រេនអញ្ចឹងនៅរដូវវស្សាគឺយើងជំនះគល់ឲ្យស្អាតទាំងអស់បាទ
ទីមួយកាពីការដុសផ្សិតធ្វើឲ្យការគោលត្រេនរបស់យើងនឹងវាងាយនឹងឆ្លងជំងឺអញ្ចឹងយើងត្រូវជំនះស្មៅនឹងឲ្យស្អាតឡើងវិញ ប៉ុន្តែដល់ពេលដើមទុរេនធំប៉ុណ្ណេះហើយទោះបីជារដូវប្រាំងក៏គេអត់ទុកស្មៅឲ្យគ្របដីដែរណោះ បាទបើសិនជាត្រេនធំអញ្ចឹងហើយយើងត្រូវការសម្អាតស្មៅជុំវិញគោលត្រេននឹងដោយសារតាស្មៅក៏ជាប្រភពបញ្ហានៃសត្វល្អិតដែរអញ្ចឹងវាអាចលាក់ខ្លួននៅក្នុងហ្នឹងហើយវាអាចឡើងទៅដើមត្រេនដើម្បីវាស៊ីស្លឹកឬក៏ស៊ីត្រួយត្រេនអញ្ចឹងទៅយើងត្រូវការសម្អាតស្មៅមួយវិញទៀតស្មៅ CG ត្រេនយើងដែរ អូបើសិនជាវាមានស្មៅច្រើនអាចនឹង CG ទុរេនទឹកត្រូវការជោគជាំអត់លោកពូ ទឹកវាមានពេលវេលាអាយុវាប៉ុណ្ណេះត្រូវដាក់ទឹកប្រហែលនាទីអាយុប៉ុណ្ណេះត្រូវដាក់ទឹកប្រហែលនាទីតាមដំណើររបស់ផ្លែអភិវឌ្ឍរបស់ផ្លែវាអាយុប៉ុណ្ណេះត្រូវដាក់ប៉ុណ្ណេះអាយុប៉ុណ្ណេះត្រូវដាក់ប៉ុណ្ណេះកាលណាបើយើងពេលនៅទូចយើងដាក់ទឹកច្រើនធ្លាក់ដីអស់ ធ្លាក់ដីអស់ បាទឈូសដីអស់ហើយ ឈូសផ្លែហ្នឹង ឈូសផ្លែក្តឹបហ្នឹងឈូសអស់ហើយ ចឹងមានន័យថាជោគជាំពេកក៏អត់បានតិចពេកក៏អត់បាន តិចពេកក៏ធ្លាក់ដែរវាស្វិតធ្លាក់ទៅដែរ ចាលោកពូ យើងថែទាំវាតាំងពីពេលដែលវាផ្កាចេញមកនៅដើរបោះពេលយប់ហើយវាចាប់ពីម៉ោង 6 កន្លះទៅម៉ោង 7 បានវាប្រកាសកេសរយើងដើរបោះរហូតតដល់ម៉ោង 9 កន្លះអាហ្នឹងវាឈប់ប្រកាសកេសរហើយក្នុងមួយយប់ហ្នឹងពេលដែលការបោះកំអងកេសរនេះបានខ្ញុំបានថតទុកឲ្យមើលដែរនេះ អូយើងប្រើអំបោះបោះយើងធម្មតាហ្នឹងប៉ុន្តែបោះទៅបោះមកលោកពូណ៎ បាទបោះទៅបោះមកឲ្យវាប្រកាសគ្នា អូនេះជាវិធីសាស្ត្រក្នុងការប្រកាសលំអងណាលោកពូយើងប្រើអំបោះបោះទៅបោះមកអញ្ចឹងទៅអញ្ចឹងផ្កាអាចប្រកាសពូជពីកេសរញីកេសរឈ្មោលបានដោយខ្លួនឯងហើយ អ្វីដែលលោកពូប្រាប់មកណែតហ្នឹងពីបច្ចេកទេសគេហៅថាដំណើរលំអងអញ្ចឹងការចម្លងកេសរញីឈ្មោលដោយការប្រើប្រាស់បច្ចេកទេសថ្មីនេះងាយស្រួលជាងដែលយើងពឹងផ្អែកទៅលើការចម្លងកេសរពីសត្វល្អិតទៀតអញ្ចឹងនៅពេលយើងធ្វើបែបនេះធ្វើឲ្យដំណាំទុរេនរបស់យើងកាន់ផ្កាកាន់ក្តឹបកាន់ផ្លែបានល្អហើយបានច្រើនទៀតហ៎ បាទបងអូនឥឡូវហ្នឹងត្រូវហើយគឺកសិករឥឡូវគាត់ប្រើតាមបច្ចេកទេសទំនើបមើលដូចម្រេចស្វាយចន្ទីកស៊ូហើយដំឡូងជាក់ស្ដែងដូចទុរេនយើងជាដើមអញ្ចឹងពីមុនមកគាត់ប្រកាសកេសរញីឈ្មោលដោយប្រើសត្វល្អិតឃ្មុំមួយជាដើមតែបច្ចុប្បន្ននេះឥឡូវគាត់អាចប្រើបច្ចេកទេសដោយខ្លួនឯងបានហើយនឹងខាងក្រោមនេះអីគឺមានបច្ចេកវិទ្យាទំនើបគឺលែងស្រោចរែកទឹកស្រោចដោយដៃហើយគឺយើងស្រោចដោយប្រើបច្ចេកវិទ្យាទំនើបមានម៉ាស៊ីនមានអីស្រោចបើពីមុនមកគឺយើងស្រោចដោយដៃតែអត់ទឹកគឺងាប់ហើយដំណាំមកហ្នឹង រី 6 ឆាប់បានផលមុនគេអញ្ចឹងរេណូបើសិនជាខ្ញុំមានចការទុរេនណាខ្ញុំដាំពូជរី 6 ហ្នឹងទាំងអស់ហ្មងនិយាយទៅខែដែលគេអត់មានគឺយើងមានមុនគេលក់បានលុយមុនគេ អាហ្នឹងមិនមែនរៀម6ទេក្មួយគឺពូជមូសាំងគិនអាហ្នឹងវាស្រាលជាងរៀម6ទៀត ស្រាលជាងរី 6 ទៀត បាទ អញ្ចឹងរយៈពេលប្រហែលខែចាប់ផ្ដើមទុំពូ តែ90ថ្ងៃទេទុំហើយ 90ថ្ងៃ